កូនគេម៉ោង3ម៉ោង4ភ្លឺនៅគេនៅឡើយចំណែកឲ្យខ្ញុំវិញត្រូវងើបកាំងម៉ោង2កន្លះដើម្បីតបតែងខ្លួនរៀបចំទៅចុះបេសកកម្មនៅខេត្តកំពង់ស្ពឺធ្វើលេងហ្នឹងអរគ្នាតាំងពីទៅខ្ញុំមានទេសកម្មមួយដើម្បីចោះទៅពិនិត្យព្យាបាលប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីដែលគេហៅកាត់ថាសសយកខ្ញុំហើយមិត្តភ័ក្ដិខ្ញុំដាក់ម៉ោងរោបតាំងម៉ោង2កន្លះដើម្បីតបតែងខ្លួនធ្វើដំណើរមកចាំឡានក្រុងរៀបចំចុះឡើងមកដល់ឡានក្រុងក៏មកដល់ម៉ោង4ល្មម្នាក់យប់មិញគេបានតែ1ម៉ោង2ម៉ោងឯងដាក់ម៉ោងរោបម៉ោង2ម៉ោង3ព្រោះខ្លាចឡានក្រុងចេញចោលសុកចិត្តមកកេងតនៅលើឡានក្រុងគ្រប់គ្នាមកដល់នេះពួកយើងបានធ្វើដំណើរមកដល់ទីតាំងវត្តជាំដែលស្ថិតនៅខេត្តកំពង់ស្ពឺមុនពេលទៅដល់ទីតាំងភ្លាមពួកយើងក៏បានទទួលរាក់ទាក់យ៉ាងកក់ក្ដៅពីក្រុមការងារហើយក៏បានទទួលបានអាហារសម្រន់ពេលព្រឹកដែរគឺបាយឆាខ្ញីចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងស្រុកអារ៉ាខេត្តកំពង់ស្ពឺដែលគាត់បានចូលរួមក្នុងការពិនិត្យព្យាបាលជាមួយក្រុមគ្រូពេទ្យសសយកយើងពួកគាត់ក៏មានភាពរីករាយរាក់ទាក់មែនតើអ្នកនរគ្នាពួកគាត់បានធ្វើម្ហូបជូនពួកយើងញ៉ាំហើយម្ហូបពួកគាត់ពិតជាឆ្ងាញ់មែនតើអ្នកនរគ្នាហើយពួកខ្ញុំរៀងហត់ដែរមានណាពូតយកអ្នកនរគ្នាហើយនៅពេលដែលពួកយើងបានចាប់ផ្ដើមចេញមកវិញអ្នកនរគ្នាតែខ្ញុំជួបអ៊ំស្រីម្នាក់គាត់ដើរពីក្រោយពួកខ្ញុំហើយគាត់បានឲ្យចេកពួកខ្ញុំទុកញ៉ាំតាមផ្លូវទៀតហើយពួកយើងក៏បាននិយាយលេងជាមួយគាត់ផងដែរនេះឯងជាទឹកចិត្តប្រជាជនកម្ពុជាទៅដល់ទីកន្លែងណាក៏មានការចែកម្លែកគ្នាទៅវិញទៅមកដែរមិនថាតិចក្តីឬច្រើនក្តីទេខ្ញុំពិតជាអរគុណខ្លាំងហើយអ៊ីខំដើរពីក្រោយហើយហៅពួកខ្ញុំទៀតឲ្យយកចេកញ៉ាំទុកញ៉ាំតាមផ្លូវទាំងដែលអ៊ីកាន់មានតែមួយស្និតទេវីដេអូចុះបេសកកម្មរបស់ពួកខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកនរគ្នាពួកខ្ញុំអត់សូវបានថតអីច្រើនទេដោយសារនៅនឹងអ្នកជំងឺគាត់រៀងច្រើនដែរហើយយើងរវល់ច្រើនដែរអានេះគឺនៅពេលដែលបញ្ចប់ការងារអស់ហើយទៅពួកខ្ញុំបានថតលេងអីចឹងទៅវីដេអូចុះបេសកកម្មរបស់ពួកខ្ញុំក៏មានតែប៉ុណ្្នឹងដែរអ្នកនរគ្នាអរគុណអ្នកនរគ្នាដែលទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ